សូមជម្រាបសួរបងប្អូនប្រជាប្រដ្ឋខ្មែរនៅក្នុងស្រុកនិងក្រៅស្រុកជាពិសេសបងប្អូននៅក្នុង Facebook ទាំងអស់គ្នាថ្ងៃនេះដែរគឺយើងទទួលបានដំណឹងដ៏ក្រៀមក្រំមួយគឺលោកតាប៉ែនសវណ្ណដែលជាមន្ត្រីជាន់ខ្ពស់និងជាតំណាងរាស្ត្ររបស់គណៈបក្សសង្គ្រោះជាតិកំពុងតែមានជំងឺធ្ងន់ធ្ងរគឺជំងឺដាច់សរសៃឈាមក្នុងខួរក្បាលហើយលោកតាត្រូវបានបញ្ជូនទៅព្យាបាលនៅឯបរទេសតែដោយសារតែជំងឺលោកតាធ្ងន់ធ្ងរគឺត្រូវការថវិកាយ៉ាងច្រើនដើម្បីព្យាបាលនិងសង្គ្រោះជីវិតរបស់លោកតាហើយនៅពេលនេះដែរគឺតំណាងរាស្ត្រនិងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់គណៈបក្សសង្គ្រោះជាតិកំពុងតែរៃអង្គាសគ្នាជាថវិកាដើម្បីជួយទៅដល់លោកតាព្រោះថាគ្រួសារលោកតាមានជីវភាពក្រីក្រដូច្នេះសូមបងប្អូនប្រជាប្រដ្ឋខ្មែរទាំងអស់គ្នាដែលបានទទួលដំណឹងនេះហើយសូមមេត្តាចូលរួមចំណែកគ្នាទាំងអស់គ្នាដើម្បីជួយសង្គ្រោះទៅដល់ជីវិតលោកតាប៉ែនសវណ្ណហើយបើបងប្អូនចង់តំណាក់តំណងផ្ដល់ជាមូលនិធិថវិកាដើម្បីជួយទៅដល់ជីវិតលោកតាប៉ែនសវណ្ណសូមមេត្តាតំណាក់តំណងទៅគណៈបក្សសង្គ្រោះជាតិទាំងក្នុងនិងក្រៅប្រទេសដូច្នេះនាងខ្ញុំក៏សូមជូនពរឲ្យលោកតាប៉ែនសវណ្ណឆាប់ជាផងហើយអរគុណជួយ share និងជួយ like និង share វីដេអូនេះផងអរគុណបងប្អូនទាំងអស់គ្នា